ក្រុមវិសុបបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំនឹងចែកម្លែកបងប្អូនពីការដាំនិងថែទាំល្មុតពាក់ព័ន្ធជាមួយនឹងការដាំនិងថែទាំល្មុតគឺមិនសូវជាមានការលំបាកខ្លាំងនោះទេព្រោះល្មុតវាជាប្រភេទដំណាំហូបផ្លែដែលធន់ទៅនឹងអាកាសធាតុនិងមិនសូវរឹតដីឡើយទោះជាយ៉ាងណាក៏ដោយដើម្បីឲ្យល្មុតយើងលាស់បានល្អនិងផ្ដល់នៅផ្លែផ្កាបានច្រើនបងប្អូនគួរតែអនុវត្តតាមបច្ចេកទេសនិងសំខាន់ដូចខាងក្រោមខ្ញុំនឹងបង្ហាញណានេះគ្រាន់តែជាទ្រឹស្ដីដែលខ្ញុំបង្ហាញទេបងប្អូនបាទហើយចឹងបងប្អូនអាចអនុវត្តទៅតាមដែលខ្ញុំបង្ហាញនេះណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការរៀបចំដីនិងការដាំដុះអីបងប្អូនគួរតែជ្រើសរើសពូជបាទពូជល្មុតហ្នឹងណាបងប្អូនគួរតែជ្រើសរើសកូនល្មុតដែលផ្សំសាក់មេឃព្រោះវាឆាប់បានផ្លែណាហើយចន្លោះគឺពី2ទៅ3ឆ្នាំគឺបងប្អូនអាចរក្សាបាននៅលក្ខណៈសម្បត្តិល្អដូចដើមមេដែរពាក់ព័ន្ធជាមួយនឹងយើងដាំផ្សំមេឃណាហើយពាក់ព័ន្ធជាមួយរណ្ដៅវិញគឺបងប្អូនគួរតែជីករណ្ដៅទំហំគឺ60សង់ទីម៉ែត្រហើយកម្រិតគឺទុកចន្លោះពី6ទៅ8ម៉ែត្រចន្លោះពីរណ្ដៅមួយទៅរណ្ដៅមួយណាប្រហែលហ្នឹង6ទៅ8ម៉ែត្រហើយពាក់ព័ន្ធជាមួយនឹងការរៀបចំដីក្នុងរណ្ដៅវិញបងប្អូនគួរតែលាយដីស្រទាប់លើជាមួយនឹងជីកំប៉ុស្តឬក៏លាមកសត្វពុកផុយនិងកំបោរសហើយដើម្បីសម្លាប់មេរោគក្នុងដីណារួចហើយចាក់បំពេញរណ្ដៅទុកចោលរយៈពេលពី1សប្តាហ៍ទៅ2សប្តាហ៍មុនដាំណាហើយមួយទៀតគឺរបៀបក្នុងការដាំគឺបងប្អូនត្រូវហែកថង់ផ្លាស្ទិកក្នុងកូនល្មុតហ្នឹងល្មមកុំឲ្យវាបែកដីរួចហើយដាក់ដាំចំកណ្ដាលរណ្ដៅហើយលុបដីបង្កប់ឲ្យបានណែនល្មមនិងបោះបង្គោលចងអោបជាមួយនឹងដើម្បីកុំឲ្យវាខ្យល់បោះបោកអីបាក់ណាហើយទី2គឺពាក់ព័ន្ធជាមួយនឹងការថែទាំនឹងទឹកដាក់ជីឬក៏តាក់តែមេឃណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការស្រោចទឹកវិញគឺដំណាក់កាលកូនឈើបងប្អូនត្រូវតែឲ្យទឹកវាឲ្យបានទៀងទាត់គឺ1សប្តាហ៍2ដងបាទម្ដងទៅ2ដងក្នុង1សប្តាហ៍អាស្រ័យទៅលើអាកាសធាតុដែរដើម្បីឲ្យឫសវាដុះបានល្អហើយដំណាក់កាលដើមធំបងប្អូនបើវាដើមធំទៅល្មុតគឺវាជាឈើធន់ទៅនឹងការរាំងស្ងួតប៉ុន្តែដើម្បីឲ្យមានផ្កាឬក៏ផ្លែល្អបងប្អូនគួរតែស្រោចទឹកម្ដងទៅ2ដងក្នុង1សប្តាហ៍នៅពេលរដូវប្រាំងណាហើយពាក់ព័ន្ធជាមួយនឹងការដាក់ជីពាក់ព័ន្ធជាមួយនឹងការដាក់ជីគឺជីធម្មជាតិបងប្អូនគួរតែដាក់ជីកំប៉ុស្តឬក៏ជីលាមកសត្វពុកផុយ1ទៅ2ដងក្នុង1ឆ្នាំនៅដើមរដូវវស្សាឬក៏ចុងរដូវវស្សាដើម្បីបង្កើននៅជីវជាតិដីណាបាទហើយបើបងប្អូនប្រើជីគីមីគឺបងប្អូនត្រូវប្រើរូបមន្តជីពពួក NPK ដូចជា15 ដងបាទ15 ដងហ្នឹងក្នុង1ឆ្នាំ2ដងអីទៅបងប្អូនបាទដើម្បីជំនួយទៅដល់ការលូតលាស់និងជំរុញចេញផ្កានិងផ្លែណាហើយពាក់ព័ន្ធជាមួយនឹងការតាក់តម្រឹមមែកគឺបងប្អូនត្រូវតែកាត់ចោលនៅមែកណាដែលនៅចិត្តដីពេកឬក៏មែកស្ងួតឬក៏មានមែកមានជំងឺឬក៏វាដុះញឹកពេកណាដើម្បីឲ្យពន្លឺថ្ងៃឬក៏ខ្យល់នឹងចេញចូលបានល្អហើយការតម្រឹមមែកគឺវាជួយទប់ស្កាត់ការកកើតជំរកសត្វល្អិតនិងជួយឲ្យដើមល្មុតយើងនឹងប្រមូលផលគឺប្រមូលផ្ដុំនៅជីវជាតិបាទដើម្បីចិញ្ចឹមផ្លែឲ្យបានល្អជាងមុនណាហើយពាក់ព័ន្ធជាមួយនឹងការការពារសត្វល្អិតនិងជំងឺគឺល្មុតមិនសូវមានជំងឺយីច្រើនដូចដំណាំដទៃទៀតទេប៉ុន្តែត្រូវតែប្រយ័ត្នសត្វល្អិតមួយចំនួនដូចជាពពួករុយ
bộ rồi bị chạm phái chia từ trong bóng đá không thua ai phái là một dương rồi lui rồi có miền tật cơ được không chẳng vị thi sắc không cả đó sai cứ cua tại para thăng sầm rạp chọc phái nợ pe là phái về các đập phần mệt đáy rồi có dương ai đã tẹt sạch và tẹt rồi nắng này hay mỗi thế cứ bé con mỗi chạy phái cứ bóng ôn chạy phái về tay ta mau chỉ chua tam tập bộ slack rồi có play chơi nè trong vị trí đó sai cứ dương pra tắc sủ bú rồi có pra tắc xóm pi thom chiết đôi chia slack đai rồi có mơm tâm dương ai banh cầm chặt rồi có chặt mấy đại miền chạy đó nè và đột trào tới hay là một bé con chúng mình ca của một phao với cứ một đại tôm lõ cứ miền lạc cả nạ xung quanh đôi chi bài prai po đôi chi po thao rồi luôn vì ông mà sai sách po sẽ áp vì hàng cái nâng miền tông láng sụt và hay cái pe bây hôm qua tôi đi chom liêng chùm rẻ cho chén rồi tục còn lại mà lốp nâng sụtระยะពេល2 ទៅ 5 ថ្ងៃនឹងវាទុំហើយវាទុំយើងអាចបរិភោគបានណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំចែករំលែកពីវិធីសាស្ត្រក្នុងការដាំនិងការពារអញ្ចឹងណាបងប្អូនពាក់ព័ន្ធជាមួយនឹងផ្លែល្មុតដំណាំល្មុតអញ្ចឹងអរគុណច្រើនបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ